សួស្តីបងប្អូនថ្ងៃនេះយើងធ្វើវីដេអូមួយជាមួយនឹងម៉ាស៊ីនកាប់មាត់កំប៉ុងអូតូអញ្ចឹងម៉ាស៊ីននេះមាត់ដែលកាប់បានគឺប៉ិនមាត់កំប៉ុងទឹកក្រូចឬកំប៉ុងវិយាຂະຫນាតទៅតឹងទៅចេះ Dimension វា55ណាអញ្ចឹងបងប្អូនដែលលក់ភេសជ្ជៈលក់កាហ្វេឬលក់ទឹកផ្លែឈើយើងឃើញ trend គេដាក់ផ្លែឈើស្រស់ហើយគេចាក់ទឹកចូលក្នុងកែវគេកាប់មាត់កំប៉ុងអញ្ចឹងណាអញ្ចឹងបងប្អូនអាចប្រើប្រភេទកកំប៉ុងនេះបាននេះសម្រាប់ដាក់ភេសជ្ជៈអញ្ចឹងឥឡូវម៉ាស៊ីននេះគឺប្រភេទកាប់អូតូហើយពេលដែលវាបវលគឺវាអត់ធ្វើឲ្យទឹកនឹងវិលតាមទេម៉ាស៊ីនខ្លះពេលដែលវាវិលអាទឹកនៅក្នុងដបហ្នឹងវិលខ្ញាល់ដូចគ្នាអញ្ចឹងណាអញ្ចឹងឥឡូវបងប្អូនមើលគឺអត់វិលតាមទេនេះគឺកំប៉ុងនៅនឹងដដែលអត់វិលតាមទេប៉ុន្តែបងប្អូនឃើញអ្នកខ្លះគាត់ផ្សាយលក់ដែរប៉ុន្តែលក្ខណៈទឹកហ្នឹងវិលខ្ញាល់ដូចគួចទឹកអញ្ចឹងពេលខ្លះបើបងប្អូនដាក់កាហ្វេដែលមានច្រើនពណ៌មានជាន់ក្រោមពណ៌ផ្សេងជាន់លើពណ៌ផ្សេងដល់ទៅពេលយើងប្រើម៉ាស៊ីនវិលទៅពេលយើងដាក់ចូលកាប់ទាំងហ្នឹងវាកាហ្វេហ្នឹងលាយចូលគ្នាអស់លេងប៉ុន្តែសម្រាប់ម៉ាស៊ីននេះគឺវាអត់លាយមានកំប៉ុងនៅនឹងដដែលវាគ្រាន់តែកាប់ក្បាលកំប៉ុងទេណាអញ្ចឹងឥឡូវខ្ញុំនឹងធ្វើការតេស្តអ៊ុតឲ្យបងប្អូនមើលថ្មីមួយដោយសារនេះយើងធ្វើអ៊ុតហើយឥឡូវអ៊ុតថ្មីមួយណាសម្រាប់កំប៉ុងយើងមានលក់អានេះ210អានេះកប៉ោអានេះ250អានេះ500យើងមាន330ទៀតអត់បានដកចេញអញ្ចឹងសម្រាប់ការប្រើប្រាស់កំប៉ុងនេះគឺយើងអត់ដាក់តកទេយើងដាក់សុទ្ធបើសិនជាទឹកផ្លែឈើមានផ្លែឈើមានអីគឺមានតែសុទ្ធទេអត់មានតកទេហើយពេលដែលយើងកាប់ហើយយើងអាចយកទៅក្លាសេបានណាក្លាសេទៅអត់ចូលទឹកអត់អីទេហើយបន្ទាប់មកគឺយើងកោះណាកោះញ៉ាំដូចតកោអញ្ចឹងណាកោះញ៉ាំដូចតកោអញ្ចឹងអញ្ចឹងឥឡូវយើងចាក់វត្ថុធាតុដើមចូលហើយយើងដាក់កម្រោហើយដាក់លើម៉ាស៊ីនណាអញ្ចឹងសម្រាប់ការបដូរកំប៉ុងគឺយើងត្រូវបដូរតួនេះណាអញ្ចឹងបើសិនជាបងប្អូនប្រើ250យើងមានសម្រាប់250ប្រើ210យើងមានសម្រាប់210ហើយប្រើ330យើងមានសម្រាប់330ណាអញ្ចឹងពេលបងប្អូនទិញម៉ាស៊ីនទៅខ្ញុំនឹងជូនមួយបើសិនជាបងប្អូនរើស250គឺជូន250ណាបើសិនជាបងប្អូនចង់ទិញថែម330ផង500ផងយើងទិញនេះថែមណាអញ្ចឹងឥឡូវពេលដែលយើងដាក់ហើយលឿនទៀតមានន័យថាពេលបងប្អូនដាក់នឹងមួយហើយយើងដាក់ចូលអ៊ុតទៅហើយយើងធ្វើអីផ្សេងមកស្ទូក្រោយមកនេះហើយណាអញ្ចឹងយើងដាក់ចោលវាហើយណាអញ្ចឹងបងប្អូនដែលមានតម្រូវការសម្រាប់ការអ៊ុតប្រភេទកំប៉ុងបែបនេះយើងមានទាំងអូតូមានទាំងដៃអានេះយើងមួលដៃទេទូថ្លៃអានេះអូតូយើងថ្លៃតិចណាតែជួយការងារច្រើនណាព្រោះនេះយើងអត់ត្រូវការប្រើពេលមកល្បីទេយើងដាក់ចោលវាអ៊ុតហើយយើងមកដកវិញបានណាអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងប្រភេទដើម្បីព័ត៌មានបន្ថែមបានណាយើងមានម៉ាស៊ីនច្រើនប្រភេទបងប្អូនមានតម្រូវការអីសួរម៉ាស៊ីនណាអញ្ចឹងមានតម្រូវការចាំតាក់ទងប្រភេទដើម្បីព័ត៌មានបន្ថែមកំប៉ុងក៏យើងមានផ្គត់ផ្គង់ម៉ាស៊ីនក៏យើងមានផ្គត់ផ្គង់ណាអញ្ចឹងបងប្អូនមានតម្រូវការចាំតាក់ទងមកពេកណាអរគុណ